bạn chẳng mê riêngបន្ទាប់បើយើងគឺយើងសិក្សាពីមេរៀនទី8និយាយអំពី error handling និង exception management ជាលក្ខណៈ advanced ចឹងឡើយនេះឲ្យខាងរបស់យើងវាមានចំនួន5បាទទី1ពាក់ព័ន្ធជាមួយនឹងវិភាគ root cause analysis សម្រាប់ error ខុសគ្នាទី2គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹង multiple catch block ហើយនិង exception hierarchy និងទី3គឺយើងនិយាយអំពី implement បាទ logging ដោយយើងប្រើប្រាស់ use Java ឬក៏ until បាទ logging ឬក៏ long for j បាទទី4គឺយើងនិយាយអំពី implement បាទ retry បាទ logic និង fallback method ទី5យើងប្រើប្រាស់ design global exception ហើយនិង handler បាទ for large project បាទកន្ឋានរបស់យើងមាន7បាទទី1គឺវិភាគស្រាវជ្រាវរកមើលមូលហេតុបាទនៃ error ទី2គឺ multiple catch block និង exception hierarchy ទី3គឺការប្រើប្រាស់ finally និង derive with result ដោយប្រកបដោយភាពត្រឹមត្រូវទី4គឺ login នៅក្នុង Java ទី6គឺ retry logic និង fallback pattern ទី6គឺ global exception handler នៅក្នុងប្រជិតធំនិងទី7ការរចនា error message ឬក៏ user friendly feedback